chắc bắt đầu mà chi cầm phim và chi phim ta cùng tục dùng cái rư tục để bảo như cái chiประโยค đại phía trái chi có chắc bắt đầu đánh những giấy đào xa tại bộ cột chập chụp ở sát lừa chi cắm rồi bảo bộ cột đào xa hay ní hái từ cầm nhóm từ sầm phía cho môi nằng minh môi chấm luôn đặc bấy xoay rộng nơi hai pal với ban chia bộ cột chụp ở sát nghi và chơi lừa chi cắm rồi bảo cột rồi bị ca sầm phía bộ cột dương ban rộng khơi nữ ở buôn cả đào và đào lòi miền Pành Hà đi cả lớn thì mỗi cứ fashion trend dương đứng hay tha trend cứ đào lươn mình đến hay quát chỉ nẹt lụa cứ còn đứng tha cả mùi ná đào lụa bàn hỏi toàn sầm hải tề rồi bà quát tình cả trend ở tam trend đó cú ở mình đứng tha lụa toàn ở trend được hay mỗi tiết bà quát tình cả tam trend đó cả chả bà quát đó cứ quát từ lụa ấy này nó sau việc khát cầm rải bà quát tiết ấy tí cứ quát mình miền flat hay năng ép ấy đài bằng hai bị bật đặt bọc bộ quát hay là sàn trắng bàn chia nẹt tinh môi chùm nuốn quát mình ban đăng tha trong hàng và quát miền là bọc đài thì chẳng bàn ở tề thì bấy cứการធ្វើអាជីវកម្មវាតែងតែមានអ្នកលក់ផលិតផលដូចគ្នាឬក៏ប្រហាក់គ្នាហើយតម្លៃក៏ប្រហែលគ្នាដែរទៅធ្វើឲ្យអ្នកទិញគាត់ទៅទិញហាងគេផងហើយពេលខ្លះគាត់មកទិញហាងយើងផងដែលយើងមិនប្រកាសថាគាត់ទិញមួយណាឬក៏មួយណាទេហើយទី4គឺអ្នកមកមើលគាត់គ្រាន់តែមកមើលកៅអៅរបស់យើងតែគាត់អត់ទៅទិញអីចឹងណាវាធ្វើឲ្យខាតពេលរបស់អ្នកលក់នេះគឺជា problem validation ដែលយើងបានទៅសម្ភាសហ្នឹងនេះដែលនិយាយពី4 topic ហ្នឹងដែលគាត់បានបង្ហាញមកថា problem របស់គាត់ជួបហ្នឹងហើយជា proposal solution របស់យើងគឺយើងជា introduction យើងនឹងបង្កើតជា app មួយដែលឈ្មោះថា EasyWare ដែលវាទី1គឺជួយឲ្យអ្នកលក់គាត់មានសិទ្ធិលក់កៅអៅរបស់គាត់នៅលើ app របស់យើងទី2គឺជួយអ្នកលក់ឲ្យលក់របស់គាត់ហ្នឹងស្រួលជាងមុនហើយតាម trend របស់គាត់ហ្នឹង trend កៅអៅហ្នឹងហើយទី3គឺ customer គាត់អាចទិញកៅអៅឬក៏ទិញផលិតផលរបស់អ្នកលក់ហ្នឹងគាត់ពីណាក៏បានដោយសារវាជា digital ដោយបង្កើត app ហ្នឹងគឺយើងជួយទៅដល់ time saving ឬក៏ជួយពេលវេលារបស់អ្នកលក់ដោយគាត់មិនបាច់ទៅចំណាយពេលទៅចំណាយពេលជាមួយនឹងអ្នកដែលមកគ្រាន់តែមើលកៅអៅគាត់ឬក៏មកមើលផលិតផលរបស់គាត់ហ្នឹងដែលអត់ទិញអីទេហើយមួយទៀតគឺអ្នកលក់គាត់មិនបាច់ទៅបង្កើតតូបទៅបើកតូបឬក៏ទៅជួលតូបអីទេដោយសារគាត់ត្រូវការតែ stock របស់គាត់ដើម្បីលក់នៅក្នុង app របស់យើងហើយទី3គឺយើង provide ជា convenience សម្រាប់ customer គាត់អាចរកកៅអៅអីនៅក្នុង app ហ្នឹងហើយគាត់ក៏អាចទិញអីតាមពីណាក៏បានដែលវាជា digital ហើយ target customer របស់យើងគឺជាអ្នកអាជីវករថ្មីគាត់តែទៅចាប់ផ្ដើមហ្នឹងហើយរឿង page គឺយើងមិនគិតប៉ុន្មានទេយើងអាចយកជាប្រុសឬជាស្រីក៏បានហើយយើងចាប់ផ្ដើមហើយយើងយកអាយុគាត់ចាប់ពី target របស់គាត់ហ្នឹងគឺ23ទៅ45ឆ្នាំហើយនេះគឺជា prototype របស់យើងជាគុណតម្លៃយើង propose មកគឺ convenient ទី1តែ convenient ហ្នឹងយើងបាននិយាយរួចមកហើយគឺវាស្រួលទៅដល់អ្នកលក់ហើយនិងអ្នកទិញដែលគាត់អាចលក់ពីផ្ទះរបស់គាត់មិនបាច់ទៅញ៉ៃជាមួយអ្នកដែលមិនទិញរបស់គាត់អីទេគ្រាន់តែបង្ហាញពីផលិតផលរបស់គាត់ក្នុង app ហើយ customer ក៏គាត់បានទិញឬក៏ស្វែងរកកៅអៅរបស់គាត់នៅក្នុង app ហ្នឹងដែរហើយទី2គឺ rating គឺយើងបើកជាមតិសេរីសម្រាប់ឲ្យ customer គាត់ review product របស់អ្នកលក់មួយដើម្បីរិះគន់ឬក៏វិតម្លៃផ្សេងហើយជា market validation របស់យើងគឺយើងដឹងហើយមកយើងបាន research មកគឺកម្ពុជាចាប់ផ្ដើមមានការមានទីផ្សារច្រើនមែនតើគឺចាប់ពី 15.5 billion ចាប់ពីឆ្នាំ2025ហ្នឹងទៅហើយគឺ growth rate វានឹងចាប់ផ្ដើមបន្ថែមចាប់ពី 3.55% ចាប់ពីឆ្នាំ2025ហ្នឹងទៅដល់2029ហើយ competitor របស់យើងគឺយើងបានយក app មួយដែលឈ្មោះថា app Depot ដែលយើង compare ទៅគឺ app របស់យើងគឺស្រួលក្នុងការលក់របស់ឲ្យ customer ដែលសម្រាប់ទៅ set up ឲ្យអ្នកលក់ស្រួលជាងគេហើយមួយទៀតគឺ save time ហើយ partnership របស់យើងគឺយើងនឹង partner ជាមួយនឹង ABA ហើយនឹង AC ដែរដើម្បីជា online payment ឬក៏ payment ផ្សេងមួយទៀតគឺអ្នកលក់ឬក៏ seller ហ្នឹងឯងហើយជា scalability ឬក៏ growth strategy របស់យើងគឺ short term ចាប់ពីមួយឆ្នាំចុងហ្នឹងគឺយើងនឹង launch product ទូចមានតិចតួចទេ product ពី seller គាត់ហ្នឹងហើយនឹងដើម្បីវាឲ្យ attract customer ផ្សេងដើម្បីចូលមកប្រើ app យើងហើយមួយទៀតដើម្បី collect feedback ដើម្បី improve app របស់យើងឲ្យវាកាន់តែរលូនជាងមុនឬក៏គ្រាន់បែបជាងមុនមួយទៀតគឺ medium term គឺយើងនឹងអាច expand វាទៅជាទីក្រុងផ្សេងនៅក្នុងប្រទេសរបស់យើងហ
ហើយនឹង add product ឲ្យវាធំទូលាយជាងមុនដើម្បីឲ្យ customer គាត់អាច search ឬក៏ស្វែងរកអីផ្សេងៗហើយជា long term គឺយើងនឹងអាច expand វាទៅគ្រប់អាស៊ីអាគ្នេយ៍របស់យើងហើយនឹង partner ជាមួយនឹងក្រុមហ៊ុនដែលគាត់ពាក់ព័ន្ធជាមួយនឹង logistics ហើយនឹង fashion brand ដើម្បីលក់ឬក៏ដឹកជញ្ជូនអីវ៉ាន់របស់យើងអរគុណអ្នកគ្រូដែលបានចូលរួមស្ដាប់ presentation របស់ខ្ញុំ